As far as I know she works in a bank ចឹងថ្ងៃនេះបងប្អូននឹងសិក្សាអំពី as far as មានន័យច្រើនមែនតើអញ្ចឹងបងប្អូនចំណាំនៅក្នុងវីដេអូនេះខ្ញុំលើកតែ3ចំណុចទេរបស់អត្ថន័យនេះហើយពេលដែលបងប្អូនអានសៀវភៅឬក៏ស្ដាប់គេនិយាយគេប្រើច្រើនមែនតើអាហ្នឹងណាអញ្ចឹងបងប្អូនទៅរៀនអាហ្នឹងឲ្យចេះណាពេលដែលយើងអានសៀវភៅអានកសែតអីទៅយើងអាចយល់បានដែរអញ្ចឹងបើយើងពិនិត្យមើលពាក្យ far នេះមានន័យថាឆ្ងាយប៉ុន្តែពេលដែលគេផ្គុំគ្នា as far as បែបនេះមិនមែនបកថាឆ្ងាយទេមានន័យថាបើតាមណាបើតាមចុះយើងមើលមិនបានដឹងថាបើតាមនៅខាងក្រោយវាមាន subject មាន verb ឃើញទេអញ្ចឹងអានឹងវាជាឆ្នាប់ហើយ conjunction ណា as far as ហើយបើប្រើខាងដើមដាក់ comma មកអូខេបើតាមខ្ញុំដឹងឃើញទេ as far as I know បើតាមខ្ញុំដឹងនាងធ្វើការនៅធនាគារអញ្ចឹងបងប្អូនអាចត្រឡប់ដាក់ថា she works in a bank as far as I know នឹងត្រូវដូចគ្នាណាអូខេ as far as I remember my friend gave me $10 អូខេបើតាមខ្ញុំចាំមិត្តខ្ញុំបានឲ្យលុយខ្ញុំ$10ឃើញអត់ as far as I remember my friend gave me $10អូខេបើតាមខ្ញុំចាំមិត្តរបស់ខ្ញុំបានឲ្យលុយខ្ញុំ$10អញ្ចឹងបងប្អូនមើលឃើញពេលយើងដឹងទៅលែងច្រឡំថាអានឹងឆ្ងាយណាណីទៀតបើតាមណាឥឡូវចូលដល់មួយចំណុចទៀត as far as the weather is concerned អញ្ចឹងអានេះមិនតែបើតាមសុទ្ធទេនេះវាមានពាក្យនេះតោងផង concern មិនបកបារម្ភទេបងប្អូនអញ្ចឹងកាលណា clear គេនិយាយថា as far as something is concerned មានន័យថាបើនិយាយអំពីឬក៏តាក់ទងទៅនឹងអញ្ចឹងបកអញ្ចឹងតាក់ទងទៅនឹងអាកាសធាតុឬក៏បើនិយាយពីអាកាសធាតុវិញវាមើលទៅមានអីល្អតាឃើញទេ as far as the weather is concerned it looks good បើនិយាយពីអាកាសធាតុមានអីវាល្អតា as far as money is concerned បើនិយាយពីរឿងលុយកាក់វិញ we are safe យើងអត់អីទេមានសុវត្ថិភាពទេឃើញទេអញ្ចឹងបងប្អូនមើលណា as far as ហើយកន្លែងនេះយើងដាក់ something មកហើយ is concerned ណាអូខេអាហ្នឹងបើនិយាយពីឬក៏តាក់ទងទៅនឹងឥឡូវចប់ចំណុចទី2ការប្រើប្រាស់ as far as ឥឡូវចូលដល់ទី3 I walked as far as the mountain អានេះដាក់នៅខាងចុងប្រយោគហើយបន្ទាប់ពីកិរិយាសព្ទតែម្ដងឬក៏កន្លែងខ្លះវាមានកម្មបត្តិអញ្ចឹងវានៅបន្ទាប់ពីកម្មបត្តិអញ្ចឹងកន្លែងនេះលែងបកថាបើនិយាយពីហើយយើងបកថារហូតដល់មុនតន់នេះ I walked as far as the mountain ខ្ញុំដើរដល់ភ្នំខ្ញុំដើររហូតដល់ភ្នំ We can drive as far as Siem Reap យើងអាចបើកឡានរហូតដល់សៀមរាបឃើញទេមិនឆ្ងាយដល់ទេអញ្ចឹងបងប្អូនមើលទៅតាមជាក់ស្ដែងអញ្ចឹងសរុបមកវិញកន្លែងនេះមាន3ចំណុចហើយគ្រាន់តែ as far as បូក subject verb មានន័យថាបើតាម as far as something is concerned មានន័យថាបើនិយាយពីហើយបើវានៅបន្ទាប់ពីកិរិយាសព្ទឬក៏បន្ទាប់ពីកម្មបត្តិនៅចុងប្រយោគហ្នឹងមានន័យថារហូតដល់បងប្អូនពិនិត្យមើលផងណាអញ្ចឹងនៅមានចំណុចផ្សេងទៀតតាក់ទងទៅនឹង as far as ហ្នឹងណាបងប្អូន